ទទួលបានអាសនៈប្រមាណ193នៅក្នុងចំណោមអាសនៈសរុបរបស់សភាចំនួន500គណៈបកភូមិใจថៃរបស់លោកអនុทิនឆាន់វីរៈគូលបានទទួលសម្លេងឆ្នោតច្រើននាំមុខគូប្រជែងជាពិសេសគណៈបកប្រជាជនជ័យជំនះរបស់គណៈបកភូមិใจថៃនេះគឺជារឿងដែលគេមិននឹកស្មានដល់បើគេមើលទៅលើការព្យាករណ៍ហើយនឹងការស្ទង់មតិកន្លងមកគណៈបកភូមិใจថៃទទួលបានលទ្ធផលល្អខ្លាំងមិនធ្លាប់មានគិតចាប់តាំងពីគណៈបកនេះបានកើតឡើងលេចចេញរូបរាងកាលពីឆ្នាំ2008នៅក្នុងការបោះឆ្នោតមុនដូចជានៅឆ្នាំ2023ជាដើមបកភូមិใจថៃបានទទួលអាសនៈតែ71តែប៉ុណ្ណោះដោយសារតែគណៈបកនេះបានសម្លេងតិចលោកអនុทิនធ្លាប់ត្រូវបានគេប្រៀបប្ដូរទៅនឹងសត្វបង្កួយដែលចេះតែបដូរពណ៌ក៏ព្រោះតែលោកតែងតែចង់បានតំណែងរដ្ឋមន្ត្រីរបស់ក្រសួងនៅក្នុងរដ្ឋាភិបាលចម្រុះដែលបកភូមិใจថៃបានចូលរួមជាមួយនឹងគណៈបកធំដូចជាគណៈបកភឿថៃជាដើមក៏ប៉ុន្តែលោកនេះគណៈបកភូមិใจថៃរបស់លោកអនុทิនតែម្នាក់ឯងទទួលបានអាសនៈច្រើនជាងគេជិត200ហើយនឹងមានអំណាចទៅជ្រើសរើសបកផ្សេងទៀតឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួនបកភូមិใจថៃទទួលបានសម្លេងឆ្នោតយ៉ាងច្រើនដូច្នេះក៏ព្រោះតែគណៈបកនេះចេះបត់បែនតាមកលៈទេសៈដូចជាលោកអនុทินនោះដែរធ្លាប់តែមានជំហរកណ្ដាលគណៈបកភូមិใจថៃបានងាកទៅចាប់ដៃជាមួយនឹងក្រុមអ្នកនយោបាយអភិរក្សនិយមក្រុមគាំទ្រពួកយោធាហើយនឹងចេញមុខការពីព្រះរាជបល្ល័ង្កប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើកំណែទម្រង់ច្បាប់ជាប្រមាថព្រះមហាក្សត្រមួយវិញទៀតការផ្ទុះសង្គ្រាមជាមួយនឹងកម្ពុជាក៏ជាហេតុផលមួយដែរដែលបានរុញច្រានឲ្យបកភូមិใจថៃរបស់លោកអនុทินឈ្នះឆ្នោតលើនេះនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកលោកអនុทิនបានលើកយកបញ្ហាសន្តិសុខការពារបូរណភាពទឹកដីថៃទៅបញ្ចុះបញ្ចូលប្រជាជនថៃលោកធ្លាប់បាននិយាយថាបើសិនជាលោកឈ្នះឆ្នោតនោះលោកនឹងសាងសង់ជញ្ជាំងនៅព្រំដែនជាមួយកម្ពុជាហើយនឹងផ្ដល់គ្រប់មធ្យោបាយទៅឲ្យកងទ័ពដើម្បីការពារទឹកដីនៅក្នុងកលៈទេសៈដែលប្រទេសកំពុងតែមានបញ្ហាចំនួនព្រំដែនជាមួយនឹងកម្ពុជាហើយនឹងយល់ថាបញ្ហាសន្តិសុខនៅព្រំដែនជាអត្ថប្រយោជន៍ចម្បងរបស់ប្រជាជនយ៉ាងដូចនេះលោកអនុทินបានច្បិចយកបញ្ហាចំនួនព្រំដែនខ្មែរថៃនេះទៅធ្វើជាយុទ្ធសាស្ត្រទាក់ទាញអ្នកជាតិនិយមថៃនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យម្សិលមិញលោកអនុทินបាននិយាយថាជាតិនិយមគឺស្ថិតនៅក្នុងបេះដូងរបស់បកភូមិใจថៃជាប់ជានិច្ចបកភូមិใจថៃរបស់លោកអនុทินទទួលបានអាសនៈច្រើននៅរដ្ឋសភាម្យ៉ាងក៏ព្រោះតែបកភឿថៃបានធ្លាក់ចុះខ្សោយដោយសារតែរឿងអាស្រូវដែលមានជាប់ពាក់ព័ន្ធគ្នារវាងគ្រួសាររបស់លោកថាក់ស៊ីនហើយនិងអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនបកភឿថៃគឺបានធ្លាក់ចុះស្រអាប់បាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងលទ្ធផលឆ្នោតបានបង្ហាញថានៅតំបន់ភាគខាងជើងប្រទេសដែលសម្បូរដោយក្រុមអាវក្រហមគាំទ្របកភឿថៃរបស់លោកថាក់ស៊ីនឥឡូវនេះគឺបានប្រែក្លាយទៅជាក្រុមអាវខៀវរបស់គណៈបកភូមិใจថៃរបស់លោកអនុทินគណៈបកប្រជាជនត្រូវបរាជ័យបះជើងក៏ព្រោះតែនយោបាយកំណែទម្រង់មិនចំកលៈទេសៈជាមួយនឹងសន្ទុះគាំទ្រហើយនឹងភាពស្វាហាប់របស់ចលនាយុវជនរបស់ខ្លួនដែលប៉ងចង់ឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមថៃបកប្រជាជនធ្លាប់មានទំនុកចិត្តថានឹងទទួលជ័យជំនះដោយលើកមុនឬក៏បានសម្លេងឆ្នោតច្រើនផ្ដាច់មុខទៀតផងដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងក៏ប៉ុន្តែគណៈបកប្រជាជនក៏ត្រូវខកចិត្តពីព្រោះថាលទ្ធផលឆ្នោតលើនេះមិនល្អទាល់តែសោះបកប្រជាជនទទួលបានអាសនៈប្រមាណ118តិចជាងបកភូមិใจថៃសឹងតែពាក់កណ្ដាលបកភូមិใจថៃឈ្នះឆ្នោតក៏ព្រោះតែឆ្លៀតកេងចំណេញពីចំនួនព្រំដែនជាមួយនឹងកម្ពុជាក៏ប៉ុន្តែគណៈបកប្រជាជននៅនោះវិញត្រូវទទួលបរាជ័យក៏ព្រោះតែគណៈបកនេះហ៊ានសន្យាធ្វើកំណែទម្រង់កងទ័ពតាមរយៈការកាត់បន្ថយចំនួនឧត្តមសេនីយ៍ហើយនឹងលុបចោលកាតព្វកិច្ចយោធាគេអាចនិយាយបានថាការសន្យារបស់បកប្រជាជនដើម្បីធ្វើកំណែទម្រង់កងទ័ពនេះធ្វើឡើងមិនចំកលៈទេសៈលោកអនុทินនៅធ្លាប់បានចាត់ប្រកាន់បកប្រជាជនថាគ្មានស្នេហាជាតិសូម្បីតែបន្តិចនៅពេលដែលប្រទេសកំពុងតែត្រូវការកងទ័ពដើម្បីការពារទឹកដីបកប្រជាជននេះបែរជាសម្ដៅចង់រឹតបន្តឹងសមត្ថភាពរបស់កងទ័ពថៃទៅវិញនៅក្នុងសន្និសីទកាសែតការប្រយុទ្ធថ្ងៃអាទិត្យបេក្ខជននាយករដ្ឋមន្ត្រីគណៈបកប្រជាជនគឺលោកណដ្ឋភុងរឿងបញ្ញវុធបានប្រកាសទទួលស្គាល់បរាជ័យរបស់គណៈបកក៏ប៉ុន្តែបានប្រាប់អ្នកគាំទ្ររបស់ខ្លួនកុំឲ្យបាត់បង់ក្តីសង្ឃឹមគណៈបកប្រជាជនបានសម្រេចផងដែរថានឹងមិនចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះថ្មីក៏ប៉ុន្តែនឹងស្ថិតនៅក្រៅរដ្ឋាភិបាលនៅក្នុងនាមជាបកប្រឆាំងជ័យជំនះរបស់លោកអនុทินនេះគឺឆ្លុះបញ្ចាំងពីការកើនឡើងនៃគំនិតជាតិនិយមនៅក្នុងចំណោមប្រជាជនថៃ
បកភូមិใจไทยរបស់លោកអនុทิនឈ្នះឆ្នោតមានថាប្រជាជនថៃគឺផ្ដោតអត្ថប្រយោជន៍ចម្បងទៅលើស្ថិរភាពនយោបាយជាជាងនយោបាយកំណែទម្រង់ដែលស្នើឡើងដោយបកប្រជាជនដឹកនាំដោយចលនាយុវជនដើម្បីលទ្ធិប្រជាធិបតេយ្យគេជឿថាបើសិនជាគេជ្រើសរើសយកបកប្រជាជនដែលមាននិន្នាការតឹងរឹងជាមួយនឹងប្រជារាំងហើយនឹងក្រមយោធាថៃនោះជាថ្មីម្ដងទៀតថៃនឹងអាចជួបវិបត្តិនយោបាយពីព្រោះក្រុមអភិរក្សនិយមប្រកាសជារកមធ្យោបាយទៅរាំងខ្ទប់មិនឲ្យបកប្រជាជនអាចបង្កើតចេញរដ្ឋាភិបាលដូច្នេះនៅក្នុងបរិបទដែលប្រទេសកំពុងតែជាប់មានចំនួនជាមួយនឹងកម្ពុជារួចហើយបញ្ហាព្រំដែនជាអត្ថប្រយោជន៍ជាតិទៀតផងប្រជាជនថៃបោះឆ្នោតគាំទ្រលោកអនុทินដែលគេមើលឃើញថាស័ក្តិសមនឹងដឹកនាំប្រទេសហើយលោកអនុทินប្រកាសជានឹងទទួលបានការគាំទ្រពីយោធាក្រុមអភិរក្សឲ្យបង្កើតរដ្ឋាភិបាលដោយគ្មានការរំខានជ័យជំនះរបស់បកភូមិใจไทยនឹងមិនធ្វើឲ្យមានការផ្លាស់ប្ដូរច្រើនទេនៅប្រទេសថៃនឹងមាននយោបាយដូចមុនដោយការពីប្រមាណខែមុនពោលគឺនៅពេលដែលលោកអនុทินឡើងធ្វើជានាយករដ្ឋមន្ត្រីនោះគឺចរន្តជាតិនិយមកាន់តែឡើងខ្លាំងចំណែកឯនយោបាយសេដ្ឋកិច្ចគឺនៅតែដដែលលោកអនុทินនៅតែបន្តនយោបាយតឹងរ៉ឹងដាក់កម្ពុជានៅក្រៅទទួលជ័យជំនះឆ្នោតលោកបានបញ្ជាក់សារជាថ្មីថាលោកនឹងនៅតែមានចិត្តសង់ជញ្ជាំងនៅព្រំដែនខ្មែរថៃហើយលោកនឹងពង្រឹងសមត្ថភាពកងទ័ពនិងជឿថាកងទ័ពថៃអាចយកឈ្នះទៅលើអ្នកណាបានទាំងអស់គណៈបកភូមិใจไทยអាចនឹងចាប់ដៃជាមួយនឹងគណៈបកភឿថៃឬក៏បកខ្លាថំដើម្បីបង្កើតរដ្ឋាភិបាលចម្រុះគណៈបកភូមិใจไทยអាចមានជម្រើសច្រើនលោកនេះដើម្បីបង្កើតរដ្ឋាភិបាលដោយចាប់ដៃជាមួយនឹងបកភឿថៃឬក៏បកខ្លាថំដែលជាដៃគូអនុប្រធានបកភូមិใจไทยធ្លាប់បង្ហាត់ថាចង់ចាប់ដៃគូជាមួយនឹងបកប្រជាជនក៏ព្រោះតែគេចូលចិត្តនយោបាយរបស់គណៈបកមួយនេះក៏ប៉ុន្តែភូមិใจไทยចង់ឲ្យប្រជាជនលះបង់ចោលទៅនៅមហិច្ឆតាចង់ធ្វើកំណែទម្រង់ដែលអាចប៉ះពាល់ដល់ព្រះរាជបល្ល័ង្កថៃ